ជួបគ្នាសាជាថ្មីជាមួយនឹងវីដេអូទី2ដែលខ្ញុំបានដើរលេងនៅសៀមរាបហើយវីដេអូទី1គឺខ្ញុំបានបង្ហោះហើយអ្នកនរគ្នាអាចចូលមើលបានក្នុង account របស់ខ្ញុំហើយសម្រាប់វីដេអូទី2នេះផងដែរគឺជាវីដេអូមួយដែលសែនរោគរានអ្នកនរគ្នាគឺខ្ញុំគឺអ្នកនរគ្នាមើលដល់ចប់គឺនឹងដឹងហ្មងថាខ្ញុំរោគរានយ៉ាងម៉េចខ្លះសម្រាប់សៀមរាបនេះខេត្តមួយនេះគឺថាមកម្ដងហើយអត់ឆ្អែតចង់មកម្ដងទៀតមួយឆ្នាំខ្ញុំមកចង់4ដងដឹងជាស្រុកទេសស្អីគួរចង់រស់នៅយ៉ាងហ្នឹងរបៀបថាវា clean របៀបសាមញ្ញហើយរបៀបសបោកន្លែងដើរលេងសបោហាងកាហ្វេសបោរបស់ញ៉ាំអីឲ្យធូរថ្លៃទៀតហើយកន្លែងគេងក៏ស្រួលទៀតស្អាតទៀតមួយថ្ងៃហើយបន្ទាប់ពីខ្ញុំបានដើរលេងហាក្តៅទៅផ្សារនេះផ្សារនោះជាផ្សារចាស់មកខ្ញុំចូលទៅវារៀងហប់ហើយឥឡូវក៏ខ្ញុំបានមកមុជទឹកក្នុង swimming pool នៅកន្លែង hotel ដែលខ្ញុំបានកក់ដេកអញ្ចឹងណាហើយ swimming pool គេស្អាតហើយវារបៀបថាវានិយាយរួមទៅខ្ញុំមកមុជហ្នឹងប្រហែលម៉ោង5កន្លះអីហើយគឺទេសភាពគឺស្អាតមែនទែនហើយថតរូបស្អាតស្លបកន្លែងហ្នឹងផងដែរខ្ញុំស្មានតរៈអ្នកទាំងអស់គ្នាអើយកាប់មុខឲ្យបុកជង្គង់ឡើងឈាមហើយសម្រាប់ឈ្មោះ hotel ដែលខ្ញុំបានកក់ផងដែរគឺខ្ញុំកក់របៀបដូច condo អញ្ចឹងណាមកបន្ទប់វាមានមក unique គេហ្នឹងមានបន្ទប់2មានចក្រានបាយមានកន្លែងគេង2មានបន្ទប់ទឹក2មានទទួលភ្ញៀវអីចឹងកន្លែងអង្គុយញ៉ាំអីចឹងណាហើយកន្លែងគេដែលពួកខ្ញុំបានកក់ហ្នឹងឈ្មោះថាអង្គរ Mansion and Residence អ្នកទាំងគ្នាគឺខ្ញុំ best recommend អ្នកគ្នាមកហ្មងសម្រាប់គ្រួសារក៏បានសម្រាប់ដៃគូស្នេហាក៏បានសម្រាប់មិត្តភ័ក្តិអីក៏បានដែរមានទាំងបន្ទប់1 2បន្ទប់គេម្នាក់ឯងក៏មានដែរអ្នកគ្នាអាចបានចេញចូលបានទាំង24ម៉ោងហ្មងនិយាយរួមមានសន្តិសុខមានអ្នកមើលថែអី24ម៉ោងហ្មងយប់ប៉ុណ្ណាក៏មានដែរហ្នឹងក៏មាន bakery ហាងកាហ្វេអីនៅគៀនហ្នឹងដែរខាងក្រោមហ្នឹងគឺមានហ្មងហើយអ្នកគេ clean អីព្រឹកឡើងក៏មាន breakfast មានអីចឹងឃើញខ្ញុំរត់ទៅសុំហ្នឹងគឺថាអត់មានអីទេហែលទឹកហត់គឺថាដាក់មកតយ2តយអញ្ចឹងណាគឺកំងស្រាផឹកហ្មងអស់មិនប្រហែលជាទាំងអស់គ្នាហ្នឹងប្រហែល4 5កែវនិយាយរួមអាស្រាហ្នឹងខ្លាំងហើយផ្អែមហ្នឹងឃើញតែផ្អែមណាខ្ញុំអស់តែ2កែវសើហ្មងកាលខ្ញុំទៅនៅវាសំណាងល្អលយទៀតទិញមួយថែមមួយអាស្រាហ្នឹងអញ្ចឹងខ្ញុំទិញតែមួយបាន2អញ្ចឹងខ្ញុំផឹកម្នាក់2កែវវាណាសើលើពេញហ្នឹងសឹងទៅណាអត់រួចណាងាកហ្នឹងប្រៀបថាពេលងាកឡើងខ្ញុំមុជទឹកជុំគ្នាក្តីសុខសាហាវបណ្ដោយពេលយើងមុជទឹកកន្លែងស្ពេមភួរកុំភ្លេចថតរូបថតអីឲ្យបានច្រើនផងគឺពេលហ្នឹងវាល្ងាចពេលថតរូបទៅស្អាតហ្មងឃើញមុខខ្ជូតស្លប់ខ្ជូតរោលេខដាក់គ្មានបន្ទាប់ពីខ្ញុំបានមុជទឹកមួយហើយគឺខ្ញុំតែងខ្លួនតែងអីទៅដើម្បីទៅតពេលយប់ឡើងជាទៅផាប់ទៅអីចឹងណាមិនបងសភាពមុនទៅអ្នកគេមើលឲ្យហើយចាំឲ្យហើយតែងខ្លួនសំសួនអីណានេះអីរបៀបយើងទៅញ៉ាំអីតិចតួចងាកឡើងមានកម្រងណាមកជួប idol នៅ Black Sea ហ្មង idol ក្នុង TikTok គេល្បីក្នុង TikTok ណាខាងក្រៅឡើងស្អាតសាហាវហ្មងសក់ខ្លីខ្ជុកដូចជប៉ុនអញ្ចឹងហើយតែងខ្លួនឡើង swag នេះចូលហើយជុលអេចាំខ្ញុំខ្ញុំអង្គុយណាចាំតិចរត់ឡើងឡានហ្នឹងគឺអត់មានតាណាទេគឺយើងតទេអ្នកគ្នាខ្ញុំទៅតនៅ Temple អញ្ចឹងណាយើងត្រូវការចាក់បត់របៀបរៀបមិនរំពេញហ្នឹងក៏ពិតទៅ Black Sea នេះក៏អូខេដែរវាអូខេវាមកសប្បាយទៅកន្លែង Temple វារៀងភ្លើងរៀងបាញ់ញឹកញាប់តិចកង់វល់មកពេលបានទៅដល់មានណារំផងឲ្យផងផឹកមានដល់សវឹងទេពេលហ្នឹងខ្ញុំផឹកអត់សវឹងសវឹងប៉ុន្មានទេប៉ុន្តែបើមើលកញ្ញានេះមិនបាច់ទេប្រកាប់មុខយប់ថ្ងៃទី1នំគ្រីបុកផឹកដល់ពេលទៅសវឹងថ្ងៃទី2ខ្ញុំនេះចាក់កឡើង5ដងក្អួតផងអីថ្ងៃទី2ហ្នឹងគឺខ្ញុំអត់បានទៅផឹកនៅក្រៅទេគឺខ្ញុំផឹកនៅក្នុង hotel ហ្មងអស់2កេះ4នាក់ដល់គ្នាគាត់មើលខ្ញុំនឹងចាក់ក5ដងរបៀបចង់ឃើញឋានសួគ៌ម្ដងពេលនៅផឹកនៅ Temple គឺវាសុបាយខ្ញុំទុំមិនដឹងពេលសុបាយជាស្អីពេលហ្នឹងជាមួយនៅផាប់សិតម៉ោង12នេះទុំទៅបន្ទប់កេងវិញអូចឹងឥឡូវពងនៅមុខពេទ្យនេះថតតុកតាងពេលដែលខ្ញុំស្វែងស្វឹងគឺខ្ញុំមើលទៀតឥឡូវនេះគឺខ្ញុំត្រឡប់មកហូតែវិញអ្នកគ្នាចាំមើលចង់ដឹងតែខ្ញុំរោគរាប៉ុណ្ណាអ្នកគ្នាមើលចង់កតុយវីដេអូហ្នឹងទៅមានអីទៀតមានតោងទ្វារហ្នឹងគឺវាអត់សូវស្វឹងប៉ុន្មានទេប៉ុន្តែយើងឃើញគេថតយើងរៀងសម្រែងខ្លាំងណាតែជាក់ស្ដែងគឺស្វឹងមែនស្វឹងឡើងបាក់ប៊ីហ្មងវីដេអូទី2ក៏មានតែប៉ុណ្្នឹងដែរចាំមើលវីដេអូទី3តទៀតណា